អ្នកធ្លាប់ចេញរកស៊ីទើបដឹងរឿងទាំងអស់នេះ 1. ភ្ញៀវចំណាយអស់$10កន្លះយកភ្ញៀវតែ$10ថ្ងៃក្រោយគាត់នឹងមកទៀត 2. អ្នករកស៊ី buffet គេគិតរួចហើយបើអ្នកមិនខ្ចប់ទៅផ្ទះអ្នកមិនខ្ជះខ្ជាយទេអ្នកញ៉ាំច្រើនប៉ុណ្ណាក៏តកែហាងមិនខាតដែរ 3. បើអាចសុំពេលទូទាត់សាច់ប្រាក់ជាមួយអ្នកផ្គត់ផ្គង់បានកាន់តែយូរកាន់តែល្អ 3 ខែ 6 ខែចាំទូទាត់ម្ដងមានលំហូរសាច់ប្រាក់ច្រើនអាចយកទៅដាក់ធនាគារយកការប្រាក់បាន 4. បើកហាងគម្រោកកន្លែងថោកថ្លៃជួលថ្លៃបន្តិចក៏បានឲ្យតែមានមនុស្សដើរឆ្លងកាត់ច្រើន 5. នៅខាងមុខហាងកុំដាក់ផ្កាកុំដាក់រនាំងកុំឲ្យមានកាំចម្ដើរដែលជាឧបសគ្គភ្ញៀវដើរចូលហាងបើកភ្លើងឲ្យភ្លឺកញ្ចក់ជូតឲ្យស្អាតឲ្យភ្ញៀវដើរឆ្លងកាត់មើលឃើញពីខាងក្នុង 6. បើកហាងកាត់សក់ហាងសាឡនហាងកាហ្វេនៅមុខកន្លែងលាងឡានភ្ញៀវកើនឡើងទ្វេដង 7. ឲ្យគេសាកហ្វ្រីឲ្យគេភ្លក់ហ្វ្រីមនុស្សភាគច្រើនសាកហើយចង់ទៅទិញព្រោះក្រែងចិត្ត 8. កុំបញ្ចុះតម្លៃ 50% លក់មួយថែមមួយវិញធ្វើឲ្យការលក់កើនឡើងទ្វេដងទំនិញមិនកាត់ស្តុកទៀត 9. បើលក់ផ្លែឈើចិត្តឲ្យហើយបកឲ្យហើយលក់បានថ្លៃជាងមុនដាច់ជាងមុន 10. កុំបញ្ចុះតម្លៃពេលក្រោយពិបាកឡើងថ្លៃវិញណាស៊ូឲ្យរបស់ថែមវិញមិនត្រឹមតែខ្លួនមិនខានទេអតិថិជនក៏យល់ថាខ្លួនចំណេញដែរ Visit Asia